បាទជំរាបសួរកូនសិស្សទាំងអស់គ្នានេះវីដេអូនេះខ្ញុំនឹងមកបង្រៀនពីរបៀបដោះស្រាយលំហាត់មួយដែលយើងមើលលំហាត់នេះនិយាយពី data filter គឺយើងស្រង់ទិន្នន័យយកមករៀបអញ្ចឹងនេះរៀបតាមឈ្មោះតាមពិតនៅត្រង់កន្លែងនេះគឺអូកូនសិស្សក៏អត់បានសេសំណួរនៅកន្លែងនេះមានសំណួរគេណាសំណួរ5ដែលសំណួរហ្នឹងគេឲ្យបញ្ចប់ឥឡូវខ្ញុំទៅបើកមេរៀននឹងឲ្យមើលណាទៅបើកមេរៀនឲ្យមើលហ្មងនៅក្នុងនេះខ្ញុំបើកមេរៀនឲ្យមើលសៀវភៅនៅណានេះមេរៀនហ្នឹងណាអញ្ចឹងមេរៀននេះនៅត្រង់ចំណុចលំហាត់ Excel កម្រិតមូលដ្ឋាននេះគឺកម្រិតធ្វើតារាងណាត្រង់កន្លែងនេះមេរៀនពីតម្រៀបទិន្នន័យហ្នឹងណាមេរៀនតម្រៀបចាក់អញ្ចឹងអាហ្នឹងយើងប្រើសតអញ្ចឹងនៅក្នុងតារាងនេះវាមានសំណួរនេះចូលស្រង់ឈ្មោះដែលហ្នឹងហើយឈ្មោះអ្នកដែលមានផ្ដើមចូលស្រង់ឈ្មោះអ្នកដែលមានឈ្មោះផ្ដើមដោយអក្សរ K N D អានេះផ្ដើមមិនពិបាកទេអញ្ចឹងផ្ដើមយើងគ្រាន់តែសតចាយើងសតនៅក្នុងហ្នឹងហ្មងក្នុងតារាងដែលធ្វើឲ្យហ្នឹងណាមកស្ដាំសំទោសយើង select វាទាំងអស់អញ្ចឹងហើយមកស្ដាំយកពាក្យសតនឹងសតយើងយកសត A to Z អញ្ចឹងមកបានហើយអត់មិនប្រើអីទេយើងយកលើហ្នឹងណា expand ហ្នឹង expand selection ហ្នឹងមកសតទៅនេះវានឹងរៀបឈ្មោះផ្ដើមដល់អក្សរ A B C ឲ្យយើងទៅតែម្ដងហើយដល់ឡែកដើម្បីស្រង់ឈ្មោះដែលមានកតុយដោយសំណួរគេមិញនេះឈ្មោះដែលផ្ដើមដោយអក្សរហើយបញ្ចប់ណានេះសំណួរទី2នេះតែសំណួរទី1 3 4 5 6និង7នេះយើងអាចធ្វើខ្លួនឯងបានប៉ុន្តែនៅពេលនេះយើងត្រូវបញ្ចូលរូបមន្តបន្តិចព្រោះក្នុងសភៅមេរៀនយើងអត់មានបានបរៀនទេអញ្ចឹងយើងត្រូវបញ្ចូលរូបមន្តតាមក្រោយមួយនៅក្នុងលំហាត់នេះនឹងឲ្យខ្ញុំឲ្យកូនសិស្សទាំងអស់ស្រាវជ្រាវអាសំណួរទី2ណាអញ្ចឹងរបៀបធ្វើវាគឺងាយតែមិនពិបាកយើងប្រើរូបមន្តស្មើរាយណាស្មើរាយហ្នឹងបានន័យថាយើងយករូបមន្តជ្រើសអក្សរឬក៏លេខដែលនៅខាងស្ដាំដើម្បីបង្ហាញណាហ្នឹងហើយដែលឡែកអាហ្នឹងគឺយើងត្រូវ copy វាចេញដោយសារអីវាជាប់កលឹមវាជាប់កលឹម page នេះអញ្ចឹងយើងអាចបញ្ចេញវាមកបានទេហ្នឹងហើយយើងដាក់ទៅនេះក៏បានដែរចាំមកគ្រាន់តែពេលយើងសតវាសតឲ្យវាជាប់គ្នាអញ្ចឹងរបៀបធ្វើមុនធ្វើរកវាយើង copy list ឈ្មោះនេះចេញសិនមកណា copy វាមកយើងយកមកដាក់នៅត្រង់នេះកុំឲ្យវារត់ណាយើងទុកប្រឡោះ app នេះដើម្បីខាំងកុំឲ្យវារត់អញ្ចឹងដល់ពេលដែលសតវាអត់ប៉ះពាល់ជាមួយនឹងតារាងយើងឥឡូវផាសនេះចូលមកនេះផាសយក1 2 3មកបើយើងផាសយកតែម្ដងវាជាប់នេះហើយជាប់ table ហើយនឹងវាជាប់ border ហើយអញ្ចឹងយើងផាស1 2 3យកតែអក្សរទេកន្លែង click 2ដងឲ្យចំកន្លែងនេះមកដើម្បីញែក cell ឲ្យវាធំតាមអក្សរអញ្ចឹងគោលបំណងក្នុងសំណួរនេះគេសួរថាឲ្យយើងស្រង់ឈ្មោះដែលបញ្ចប់ដោយអក្សរ A នេះឈ្មោះដែលបញ្ចប់ដោយអក្សរ A ឈ្មោះដែលបញ្ចប់ដោយអក្សរ Y និងឈ្មោះដែលបញ្ចប់ដោយអក្សរ G មកសំណួរនេះយើងស្រង់3ណាស្រង់3បានន័យថាឈ្មោះដែលបញ្ចប់ដោយ3អក្សរហ្នឹងដល់ឥឡូវយើងអនុវត្តអញ្ចឹងខ្ញុំដាក់ត្រង់នេះមកយើងទៅសេរូបមន្តចូលនៅកលឹមបន្ទាប់ហ្នឹងណាស្មើរាយយើងស្ដាំហ្នឹងហើយសំទោសចំផុនខ្មែរស្មើសំសេរាយអត់ត្រូវ I G នេះរាយ or I G T คลิกលើវាយកមកវាយ complete ដាក់វងកញ្ចក់ផងតែបើយើង click យកចេះវាឲ្យវងកញ្ចក់ស្រាប់ហើយតមកទៀតយើងចុចទៅលើ list តែមួយនៅលើគេហ្នឹង list ឈ្មោះមួយនៅលើគេហ្នឹងមកអញ្ចឹងត្រង់កន្លែងនេះបើយើងបិទវងកញ្ចក់អញ្ចឹងមកណែយើង enter មកគឺវាបង្ហាញអក្សរដែលនៅចុងក្រោយនេះតែមួយទេនេះ enter ចាឃើញទេឃើញចេញអក្សរ L ទេហើយយើងអូសមក
វាចេញមកនេះឃើញហើយចាំយើងធ្វើការសតវាណាយើង select វាអញ្ចឹងមកមិនបាច់ select ឈ្មោះនេះឯង select តាកតុយដែលយើងបានធ្វើមិញហ្នឹងហើយមកស្ដាំវាពាក្យសតនេះយើងសត A to Z មកបានតែប៉ុណ្ណឹងចុចសតមកកុំដូរយកក្រោមណាពាក្យនេះសតបើដូរយកក្រោមវាដូរតែមកជួរហ្នឹងនេះឈ្មោះនេះវារត់តាមអញ្ចឹងយើងយកលើហ្នឹងចុចពាក្យសតនេះឈ្មោះផ្ដាំអក្សរ A ឃើញវានៅជាប់គ្នាម្ដុំហ្នឹងនេះ A ឃើញអេមកផ្ដាំអក្សរ A ប៉ុណ្នេះតាមនេះបន្តមកយើង copy ដាក់សំណួរទៅ copy ដាក់ឡើងចម្លើយមកអញ្ចឹងចម្លើយយើងត្រូវឆ្លើយនៅគៀនបន្ទាត់មុនហ្នឹងណានៅគៀនសំណួរហ្នឹងយើងត្រូវឆ្លើយយើងញែកវាកន្លែង G នេះឯងដាក់ចម្លើយតែពេលយើងស្រង់មិញទៅ copy វាកន្លែងនេះដាក់ស៊ីតផ្សេងមកណាមកជួរនេះអញ្ចឹងយើងឆ្លើយមកញែកនេះធំតិចកន្លែងចម្លើយយើងតែខ្ញុំបាន5ខ្ញុំដាក់មក copy វាសំណួរយកដាក់ក៏បានស្រង់ឈ្មោះចឹងដាក់មកឈ្មោះដែលមិនចប់ដោយអក្សរ A យើងដាក់កាត់ចឹងមកណាឈ្មោះដែលបាញ់ចប់ដោយអក្សរនេះសេអក្សរនេះសេអត់ចង់ចេញនេះអក្សរ A ណាហើយ copy ឈ្មោះអក្សរ A ចូលមក Ctrl C copy Ctrl V ផាសយកអូខេប៉ុណ្ណឹងយើងអាចចេះរកណាលុបចោលវិញចំណែករូបមន្តនេះមិញយើងអាចប្រើបន្ថែមលេខបានដោយស្មើចេះបើយើងឧទាហរណ៍ថាយើងចង់បានលេខនេះកតុយនេះប្រហែលអក្សរណាយើងចង់បាន4អក្សរណាឬក៏3អក្សរឬក៏1អក្សរបើ1យើងបាច់ទេធម្មតាបើយើងចង់បាន3អក្សរចង់បាន3អក្សរឧទាហរណ៍ឬក៏1 2 3 4ចង់បាន4អក្សរអញ្ចឹងណាអញ្ចឹងតង់រូបមន្តឡើងនេះមិញគឺយើងប្រើសញ្ញា comma មួយណាក្បៀរហ្នឹងហើយយើងវាយលេខដែលយើងចង់បានមកបើថាយើងចង់បាន5អក្សរដាក់លេខ5មកចង់បាន3ដាក់3មកឥឡូវខ្ញុំដាក់4វានឹងបង្ហាញអក្សរ4នៅខាងស្ដាំឈ្មោះឬក៏អក្សរពាក្យនេះឯងហើយបន្តមកទៀតយើងបិទកញ្ចក់ enter មកនេះឃើញវានឹងបង្ហាញ3 4អក្សរព្រោះមិញខ្ញុំដាក់4ណាអញ្ចឹងរូបមន្តហ្នឹងយើងប្រើអញ្ចឹងណាឃើញហើយយើងអូវាមកคลิก2ដងមកនេះអូខេលាក់មកហើយនេះហ្នឹងបង្ហាញសអានេះរបៀបយើងធ្វើឧទាហរណ៍យើងចង់បានលេខនៅខាងចុងអីចឹងណាឈ្មោះអក្សរខ្លះឬក៏អក្សរឬក៏តារាងលីសខ្លះវាមានលេខនៅខាងចុងអញ្ចឹងយើងចង់បានលេខខាងចុងប្រមាណលេខអញ្ចឹងយើងអាចធ្វើតាមរូបមន្តនឹងបានណារូបមន្តស្មើរាយហ្នឹងតោះនេះអញ្ចឹងវីដេអូនេះខ្ញុំសូមបង្ហាញប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូនអរគ្នានឹងអាចអនុវត្តនឹងធ្វើតាមណាបើក្នុងករណីធ្វើអត់ចេញអាចសួរលោកគ្រូបន្ថែមទៀតណាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ